ព្រឹត្តិការណ៍នៃជីវិតបានត្រឹមតែមួយគ្រាប៉ុណ្ណោះសុខមួយគ្រាទុក្ខក៏មួយគ្រាបង្រៀនឲ្យយើងមានស្មារតីមានសេចក្តីអត់ធន់និងចេះលះបង់ក្នុងសេចក្តីនេះបើយើងមានសតិប្បដ្ឋានចេះរស់នៅជាសុខជាមួយនឹងសភាវៈធម៌ជាបច្ចុប្បន្នគឺយើងអាចគ្រប់គ្រងសេចក្តីសុខដោយខ្លួនឯងបានមិនបណ្ដោយឲ្យអ្នកដទៃឬអ្វីខាងក្រៅមកកំណត់សុខក្នុងជីវិតរបស់យើងនោះបានឡើយធម៌រមែងរក្សានៅអ្នកព្រឹត្តធម៌បានអ្វីមានអ្វីប៉ុណ្ណាក៏ដោយឲ្យតែនៅសម្គាល់ថាមានខ្លួនឯងជាម្ចាស់គឺសុទ្ធតែមាននៅក្នុងបញ្ហាខ្វល់ខ្វាយដោយពិតតាំងអំពីកើតដល់ស្លាប់មានតែឃើញមានតែឮដឹងអារម្មណ៍ដឹងរឿងមានសុខមានទុក្ខសុទ្ធតែកន្លងទៅទាំងអស់សត្វលោកស្វែងរករបស់ដែលចាប់ទុកមិនបានជាពិសេសស្វែងរកសេចក្តីសុខមានកាមសុខជាដើមដោយឥតដឹងថាអ្វីសោយអារម្មណ៍នោះខ្លឹមសារនៃជីវិតគឺដឹងការពិតឥឡូវនេះមិនមែនជាអនត្តាឡើយដឹងបន្តិចម្ដងរួមដោយសេចក្តីសុខព្រោះស្ងប់សេចក្តីប្រកាន់ព្រះសម្មាសម្ពុទ្ធក៏មិនអាចកែប្រែសេចក្តីពិតក្នុងโลกនេះបានដែរប៉ុន្តែក៏មិនចាំបាច់កែប្រែអ្វីឡើយព្រះអង្គទ្រង់ត្រាស់សម្ដែងប្រាប់នៅបរមត្ថធម៌ដែលមានទិដ្ឋាមិនគួរប្រកាន់ដោយអភិនិវេគឺទិដ្ឋិប្រកាន់ថាជាទូខ្លួននិងតណ្ហាប្រកាន់ថាជារបស់ខ្លួនអ្នកស្ដាប់យល់អំពីធម៌ដែលមានពិតកំពុងប្រកបក៏ចម្រើននៅបញ្ញាដឹងសភាវៈធម៌ដែលកំពុងប្រកបថាមិនមែនជាអនត្តាក៏មិនចាប់ប្រកាន់យកហើយក៏មិនប្រាថ្នាមិនត្រូវសភាវៈធម៌ដទៃទៀតដែរមានតែការបង្អោនទៅរកការអស់នៅទិដ្ឋិនិងអស់នៅតណ្ហាតែប៉ុណ្ណោះឯងពាក្យថាអនត្តាប្រែថាខ្លួនមានន័យច្រើនណាស់ចិត្តស្មើនឹងអត្តាណੰតមយន្តិបណ្ឌិតបណ្ឌិតទាំងឡាយតែងទូមានខ្លួនអត្តភាពសមាណដ្ឋិអត្តសមੰពេមੰសេចក្តីស្រឡាញ់ស្មើដោយខ្លួនមិនមានអត្តទីបាភិក្ខវេវិហរថៈមនាលភិក្ខុទាំងឡាយអ្នកទាំងឡាយចូលមានខ្លួនជាទីពឹងឬអត្តាហេអត្តដោនីថោកិលេសខ្លួនឯងអត្តាហវេជិតាំងសយោឈ្នះខ្លួនឯងដែលឈ្នះហើយប្រសើរឬឯកញ្ចៈជាយមត្តាណੰ
ឈ្នះខ្លួនឯងតែម្នាក់ជាកម្ពុជានៃការឈ្នះក្នុងសមរភូមិមច្ឆាទិដ្ឋិស្មើនឹងរូបังអត្តណោសមនុបស្សតិពិចារណាឃើញរូបថាជាទូខ្លួនធម៌ទាំងពួងគឺចេតសិករូបនិព្វានរួមទាំងបញ្ញត្តិសុទ្ធតែជាអនត្តាធម៌ប៉ុន្តែមានបញ្ញត្តិជាទូខ្លួនដូចជាការទូមានខ្លួនគឺទូមានចិត្តខ្លួនឯងឬពាក្យថាអត្តភាពគឺបញ្ខណ្ឌបញ្ចេះម្នាក់ជាដើមខ្លួនជាទីពឹងនៃខ្លួនឯងគឺពាក្យថាខ្លួនបានដល់កុសលធម៌ទាំងលោកកិយកុសលនិងលោកុត្តរកុសលតែជាទីពឹងរបស់ខ្លួនពាក្យថាខ្លួនក្រោយនេះគឺបញ្ញត្តិអត្តភាពមួយសង្សារវដ្តដែលមានទុក្ខហើយត្រូវពឹងកុសលធម៌ខ្លួនឯងសង្ខារធម៌ទាំងឡាយអាស្រ័យបច្ច័យទៅកើតឡើងបានមិនគួរប្រកាន់ថាជាអនត្តាជាទូខ្លួនយើងឬជារបស់យើងនោះឡើយហើយក៏មិនមែនជារបស់អ្នកដទៃដែរគប្បីចម្រើនវិបស្សនាលះបង់ដាក់ចុះនៅភាពធ្ងន់ព្រោះអ្វីដែលមិនបានធ្វើមកទេគឺមិនមែនជារបស់យើងឡើយហើយអ្វីដែលមិនមែនជារបស់យើងនោះទេក៏បីលះបង់របស់នោះចេញទើបបានផុតទុក្ខទាំងពួងសម្រេចដល់ព្រះនិព្វានជាបរមសុខរាគៈស្រឡាញ់អ្នកដទៃនៅក្នុងសេចក្តីប្រាថ្នាដើម្បីខ្លួនឯងបានទទួលការតបស្នងគឺគិតត្រូវការដើម្បីឲ្យខ្លួនឯងបានអ្វីអំពីអ្នកដែលខ្លួនស្រឡាញ់ទើបមានការហួងហែងជារបស់ខ្លួននាំឲ្យកំណាញ់នាំឲ្យច្រណែននិងការទុក្ខខ្លាំងមេត្តាស្រឡាញ់អ្នកដទៃនៅក្នុងសេចក្តីប្រាថ្នាដើម្បីអ្នកដទៃនោះបានសុខបានចម្រើនកើនប្រយោជន៍ឈ្នះឧបសគ្គទាំងពួងគឺមានខ្លួនឯងជាឧបមាហើយយកអ្នកដទៃនោះមកជាទីតាំងនៃសេចក្តីប្រាថ្នាយកមកជានិមិត្តគ្រឿងសម្គាល់ដែលនាំឲ្យមានមេត្តាគឺនៅត្រង់ដឹងថាគ្រប់គ្នាប្រាថ្នាសុខក៏គិតប្រាថ្នាឲ្យអ្នកដទៃនោះបានសុខដោយឥតច្រណែននិងអត់គិតចង់បានចំណែកសុខអំពីអ្នកដទៃនោះមកខ្លួនឯងឡើយហើយតែអ្នកដទៃនោះបានសុខតាមរបៀបរៀងខ្លួននិងនឹកប្រាថ្នាសូមឲ្យគ្រប់គ្នាប្រកបដោយធម៌ផងចំណែកអ្នកដែលមានមេត្តាគឺបានសុខក្នុងចិត្តខ្លួនឯងស្រេចទៅហើយដោយមេត្តាភាវនាជាបាតនៃវិបស្សនាមនុស្សយើងត្រូវចេះស្រឡាញ់គ្នាក្នុងរឿងត្រូវរឿងល្អនិងចេះយល់ព្រមទទួលការពិតសុខចិត្ត
ឲ្យអភ័យក្នុងអ្វីដែលអ្នកដទៃខ្វះខាតកុំបណ្ដោយគំនិតគិតចង់តែបាននៅសេចក្តីល្អជាទីបំផុតអំពីអ្នកដទៃបើយើងយល់តម្លៃពិតនៃសេចក្តីល្អគឺយើងខ្លួនឯងឯនេះទេដែលទទួលនៅល្អធ្វើល្អឲ្យខ្លួនឯងផងនិងអ្នកដទៃផងព្រោះសេចក្តីល្អទើបជាមិត្តដ៏ស្និទ្ធស្នាលជាមួយគ្នានៅជាមួយនឹងយើងជារៀងរហូតដល់ទីបំផុតទុក្ខអរុនសួស្តីថ្ងៃប្រហោះមិនចង់ឆ្លោះទាស់ខន្តិធម៌ស្រឡាញ់ដំកើងក្នុងរឿងល្អចេះពោលសាទរសាបការពុទ្ធជនងន់ដោយកិលេសត្រាស់ខុសថ្មីខុសចាស់ជាធម្មតាត្រូវឲ្យអភ័យនៃខ្លឹមសារមេត្តាករុណាត្រជាក់ចិត្តត្រូវប្រយ័ត្ននៅត្រង់ដែលថាសម្បត្តិអ្វីមានសពគ្រប់ប៉ុន្តែបែរជាខ្វះខាតនៅសេចក្តីសុខទៅវិញសម្បត្តិទាំងនោះទៅជាខ្សោយអត់មានរូបជាតិបានសេចក្តីថាសេចក្តីទុក្ខបឺតជញ្ជក់យករសជាតិអស់ហើយចំណែកអបជិតក្រោមមលុបព្រះធម៌ព្រះវិន័យលះបង់វត្ថុកាមគុណរស់នៅសន្តោសដោយបច្ច័យ4តាមពុទ្ធានុញ្ញាតបែរជាសប្បុរសទៅដោយសេចក្តីសុខមាននេកខមសុខវិវេកសុខនិងសមថសុខជាដើមចិត្តអ្នកឯណាចិត្តអ្នកនោះចិត្តមនុស្សពិតធម្មជាតិចិត្តគិតខុសគ្នាវាជាធម្មតាចិត្តសន្តានបានសន្សំវដ្តសង្សារគ្មានអនត្តាតើគួរថាប្រកាន់អ្វីចិត្តគំនិតគិតរួចហើយកន្លងទៅសុខឬសៅមិនស្ថិតនៅទៅដទៃបច្ចុប្បន្នរលឹកតាន់ដឹងបច្ច័យទោះចិត្តអ្វីក៏ជាចិត្តពិតបរមត្ថចិត្តតានុបស្សនាសតិបដ្ឋានមិនបាច់បានចិត្តដទៃអត្តន័យស្ងាត់ទោះចិត្តអ្វីក៏ជាចិត្តមិនមែនសត្វអស់វិបត្តិចិត្តស្ងប់ស្ងាត់បាត់អាល័យពពេវៈសន្តិវាសេនៈកម្មជាវាសនាធ្លាប់សាងអំពីឧបជាតិជាមួយនឹងគ្នាមកបាននាំគ្នាឲ្យជួបគ្នាមិនថាជួបរបៀបយ៉ាងដូចបដិចទេទោះបីមិនចង់ក៏ជួបដែរតែកាលដែលបានជួបហើយគ្រប់យ៉ាងត្រូវស្ថិតនៅក្នុងច្បាប់នៃលោកនេះដដែលគឺបើមានជួបត្រូវតែមានចាកមិនចាកយប់ក៏ចាកថ្ងៃស្លាប់ក្តីរស់ក្តីតាមយថាកម្មទោះជាមានទ្រព្យសម្បត្តិច្រើនប៉ុណ្ណាក៏ដោយឋានៈបុណ្យស័ក្តិធំខ្លាំងប៉ុណ្ណាក៏ដោយ
ឲ្យតែនៅក្នុងអំណាចនៃពេលវេលាអ្វីត្រូវបាត់បង់ខ្ទេចខ្ទីអស់ក៏មិនមានដង្ហើមអ្វីមកវិញបានឡើយមិនថាស្រឡាញ់ស្ទើរលេបឬស្អប់ចង់អួតយ៉ាងណានោះទេតែដល់ពេលវេលាត្រូវតែបែកបាក់បាត់បង់គ្នាដូច្នេះក្នុងវេលាជួបគ្នានេះត្រូវធ្វើល្អឲ្យបានទាន់ពេលជាមួយនឹងអ្នកដែលយើងស្រឡាញ់និងឲ្យអភ័យដល់អ្នកដែលយើងស្អប់ដោយការយកចិត្តទុកដាក់មើលថែចិត្តរបស់ខ្លួនឯងជាសំខាន់នឹកជ្រះថ្លាដង្ហែព្រះពុទ្ធអង្គជាមួយនឹងក្រុមនៃព្រះអរិយបុគ្គលទៅកាន់អមតៈយ៉ាងមានសេចក្តីសុខនិងសន្តិភាពក្នុងផ្លូវចិត្តមនុស្សយើងកើតទុកផ្លូវចិត្តរឿយព្រោះមិនចេះដាក់ចិត្តឲ្យបានត្រឹមត្រូវចេះតែយកចិត្តរបស់ខ្លួនឯងទៅរាំងទាលចំពោះសេចក្តីពិតធ្វើខ្លួនឯងហាក់ដូចជាម្ចាស់នៃលោកនេះអញ្ចឹងឯងចេះទាស់ចេះចង់ចេះចាត់ចែងចេះចុះចេះឡើងធ្ងន់ខ្លួនឯងតាមពិតទង្វង់សោះទើបកើតទុក្ខទូមនាស់សោកសៅក្តៅក្រហាយបណ្ឌិតហៅជីវិតនៃអ្នកដែលរស់នៅប្រកបដោយបញ្ញាថាជាជីវិតដ៏ប្រសើរធ្វើល្អចំពោះអ្នកដទៃគឺជាសេចក្តីល្អសន្សំក្នុងសន្តានរបស់ខ្លួនដោយអំណាចជាវៈអ្នកចិត្តមមទាំក្នុងជីវិតឲ្យបានប្រកបថាការយល់ដឹងអំពីអ្វីដែលលោកនេះមានពិតជាបរមត្ថមិនមែនជាសត្វមិនមែនជាអនត្តានេះគឺជាការយល់ត្រូវនៅក្នុងព្រះធម៌តែជាខ្លឹមសារនៃការរស់នៅដ៏សំខាន់បំផុតក្នុងជីវិតថ្ងៃរះលិចអ្វីសុទ្ធតែប្រែប្រួលសេចក្តីស្រឡាញ់អ្វីជាអនត្តាជាតួខ្លួនយើងឬបើអនត្តាមិនមានទេតើត្រូវការអ្វីដើម្បីខ្លួនឯងត្រូវស្វែងរកការពិតឲ្យឃើញថាអ្វីក្នុងលោកនេះដោយបរមត្ថគឺមិនមែនយើងជាអ្នកធ្វើនោះឡើយអ្វីសុទ្ធតែត្រឹមត្រូវតាមបច្ច័យទាំងអស់ជាអ្នកតាក់តែងឲ្យយើងមានរឿងរ៉ាវផ្សេងបើដឹងថាមិនមែនយើងជាអ្នកធ្វើទេក៏ដឹងថាមិនមែនជារបស់យើងដែរហើយក៏មិនមានសេចក្តីទុក្ខសោកខ្សឹកខ្សួលថារបស់យើងវិនិច្ឆ័យបាត់បង់ទៅនោះដែរគឺមានតែការមិនធ្វើបាបទាំងពួងនឹងដល់ព្រមដោយការបំពេញកុសលកិរិយាធ្វើចិត្តរបស់ខ្លួនឲ្យគោខងបដិបត្តិត្រូវទៅតាមព្រះពុទ្ធសាសនាប៉ុណ្ណឹងឯងកាមទាំងឡាយ
ប្រៀបដូចរបស់ខ្ចីគេដោយសេចក្តីថាគ្រាន់តែមួយពេលមួយគ្រាប៉ុណ្ណោះមហាអំណាចនៃពេលវេលាកំពុងតែប្រមូលយកអ្វីៗគ្រប់យ៉ាងដើម្បីជីវិតរបស់យើងទៅជួបដើម្បីតែមិនជួបជារៀងរហូតព្រោះយើងឃើញហើយឮហើយក៏រលត់បាត់ទៅមិនទាំងនៅក្នុងទីណានឹងមិនត្រឡប់កើតវិញឡើយទាំងដំណើរជីវិតក៏ប្រព្រឹត្តទៅក្នុងការតាក់តែងដោយកម្មបច្ច័យជាដើមសង្ខារធម៌ប្រព្រឹត្តទៅក្នុងសភាពគួរឲ្យភ័យគ្រោះមានការកើតក៏នាំឲ្យមានជារៀបជាធិនិងមរណៈប្រែប្រួលប្រត់ប្រាស់មិនគួរឲ្យជាទីត្រេកអរឡើយគួរតែកំណត់ដឹងឲ្យឃើញច្បាស់តាមពិតមិនមែនជាតួខ្លួនយើងឡើយដូច្នេះទើបមិនលិចចុះក្នុងសេចក្តីទុក្ខសោកឆ្លងរួចផុតអំពីវត្តនិព្វានទោះជាមានបានធំខ្ពស់ប៉ុណ្ណាក៏ដោយដល់ទៅបានសេចក្តីសុខគឺសុខចិត្តទេតើឥឡូវនេះចិត្តអ្វីក៏ដោយឲ្យតែប្រកបជាសភាវៈជាធម៌ដែលមានពិតជាបរមត្ថមិនមែនអនត្តានេះគឺចិត្តតានុបស្សនាសតិប្បដ្ឋាន